niêm dilatation គឺឃើញពោះវៀនធំគាត់ដូច diffuse តែម្ដងហើយនឹងឃើញបញ្ជាំងនៃពោះវៀនធំគាត់ឡើងក្រៅសញ្ញានេះគឺបញ្ជាក់យើងអាចសន្និដ្ឋានដំណាក់កាលដំបូងថាគាត់មាន enterocolic គឺរលាកពោះវៀនធំឃើញ diffuse តែម្ដងឃើញមាន oscillation របស់ colic គឺបញ្ជាក់ថាជាពោះវៀនធំហើយយើងឃើញ cell នេះ mesothelioma គាត់នេះវាជា liquid តែម្ដងអញ្ចឹង cell របស់គាត់គឺ liquid យ៉ាងនៅក្នុងកូឡុងរបស់ទារកអញ្ចឹងសញ្ញានេះគឺជាសញ្ញាមួយដែលបញ្ជាក់ថាមានការរលាកទៅលើពោះវៀនធំនិងមានការរីកធំតិចតួចជាមួយនឹងលិមករាវបញ្ជាក់ថាជាការរលាកលើពោះវៀនធំដែលយើងឲ្យឈ្មោះថាជា colit diffuse តែម្ដងដូច្នេះក្នុងករណីនេះគឺត្រូវតែធ្វើការតាមដានឲ្យដិតដល់ពីព្រោះម្ដាយគាត់2ខែមុនគាត់មានការក្តៅខ្លួនដែរជាសញ្ញាមួយដែលអាចមានការឆ្លងរោគឬក៏ទាក់ទងនឹងមេរោគឬក៏ទាក់ទងជាមួយនឹងរបបអាហារដូច្នេះត្រូវ